ថ្ងៃនេះខ្ញុំបរៀនអ្នកគ្នាអំពីការដំឡើង VMware Workstation ហើយនិង Windows Server 2022យើងចុច link នេះមកដើម្បី set up វាហើយយើងចុចវា next នេះទៅចុច next អូខេចុច next ចុច next ទៀតចុច next ចុច next ចុច next ហើយ install វានៅចាំបន្តិចដើម្បីវាពេញហើយយើងចុច finish វាទៅហើយយើងទៅ search មើល VMware ដែលយើងបានដំឡើងរួចហើយយើងចុចលើវាទៅហើយវានឹងឃើញផ្ទាំងបែបនេះយើងចុចcreate new មកយើងចុចtopical ទៅចុច next ហើយយើងចុចអានឹងទៅហើយបន្ទាប់មកយើងចុច next ហើយខ្ញុំយក Windows Server ដោយសារប្រើ Windows Server បន្ទាប់មកយើងរក server Windows Server 2022អូខេហើយអានឹងយើងដាក់ឈ្មោះម៉ាស៊ីនរបស់យើងដាក់ឈ្មោះខ្ញុំហើយយើងទៅបង្កើត folder មួយដើម្បីផ្ទុកVMware របស់យើងយើង create folder នៅក្នុង drive E របស់យើងមកខ្ញុំដាក់ Win Server បន្ទាប់មកចុច OK ហើយយើងចុច Next ហើយយើងយក single នេះទៅអូខេហើយចុច finish ហើយវានឹងចាញ់ផ្ទាំងបែបនេះឲ្យយើងហើយយើងទៅមើល memory សម្រាប់ memory ខ្ញុំយក 4G ដោយសារតែបើខ្ញុំរៀងតូចដែរហើយយើងដាក់ណាដាក់តាមនឹងហើយយើងយក iOS ហើយយើងឈូសboot folder យើងយក file Windows Server របស់យើងមកហើយយើងចុច OK ហើយយើងចុចបើកវាមកអានឹងខ្ញុំចុចបាក់អីវាអត់ចេញហើយយើងបើឃើញអញ្ចឹងយើងអាច restart វាម្ដងទៀតទៅវាចេញវាឲ្យយើង fresh key រងចាំវាបន្តិចហើយកន្លែងទៅនឹងយើងអាចដូរភាសាសម្រាប់ខ្ញុំយកភាសាអង់គ្លេសដោយសារយើងទៅស្ដីអង់គ្លេសហើយចុចតាមនឹងមកហើយយើងយក RTP នឹងមកហើយយើងចុច accept ហើយចុច next ចុច next ហើយយើងនៅចាំវាបន្តិចហើយនឹងយើងដាក់password សម្រាប់ password នឹងយើងអាចដាក់ច្រើនបន្តិចទៅ
ដូចជា12ខ្ទង់អីហើយយើងចុច finish ហើយដើម្បី unlock វាយើងចុច control alt delete ហើយយើងវាយ password មិញដែលយើងបានដាក់មកហើយយើងនឹងទទួលបាន Windows Server 2022របស់យើងនេះអូខេវាបញ្ជាក់ថា server manager យើងអរគុណច្រើន